អូនតើយើងនាំគ្នាទៅផ្សារទិញថៃថៅទិញជាមួយនឹងសាច់គោហើយនឹងជីវ៉ាន់ស៊ុយហើយនឹងជីដើម្បីយើងយកមកធ្វើម្ហូបអញ្ចឹងគឺយើងជ្រើសរើសសាច់គោមកហើយនឹងជ្រើសរើសថៃថៅមកយើងយកមកដល់ផ្ទះគឺយើងលាងទឹកលាងអីឲ្យស្អាតមកនៅពេលដែលយើងលាងទឹកស្អាតហើយគឺសាច់គោរបស់យើងហ្នឹងគឺយើងហាន់វាជាបន្ទះស្ដើងមកហើយបានយើងយកវាមកលាយគ្រឿងគឺដាក់ជាមួយទឹកស៊ីអ៊ីវហើយនឹងគ្រឿងប្រឡាក់សាច់ហើយជាមួយនឹងម្រេចបន្ទាប់មកគឺយើងដាក់ជាមួយនឹងម្សៅឆាយើងប្រឡាក់វាចូលគ្នាឲ្យសព្វមកបានយើងដាក់ជាមួយនឹងប្រេងបន្តិចមកបានយើងផ្អាប់វាទុកទៅហើយបន្ទាប់មកទៀតគឺយើងយកថៃថៅរបស់យើងហ្នឹងយកមកចិតជាដុំតូចៗមកល្មមទៅបានយើងយកវាមកឆាបន្តិចយើងដាក់ស្ករវាបន្តិចមកហើយនឹងម្សៅស៊ុបបន្តិចមកហើយយើងឆាវាមកស្ទុះទៅបានយើងយកសាច់របស់យើងយកមករៀបវាបែបហ្នឹងអញ្ចឹងយើងយកសាច់យើងមករៀបពីលើបែបហ្នឹងទៅបានយើងបើកភ្លើងចម្អិនយកតែម្ដងគឺយើងចម្អិនតែ20នាទីគឺឆ្អិនហើយនៅពេលដែលឆ្អិនគឺយើងរោយជាមួយនឹងជីហើយនឹងទឹកខ្ទឹមរបស់យើងតែប៉ុណ្ណឹងគឺរួចរាល់គឺរសជាតិឆ្ងាញ់មែនទែនបងប្អូនអាចសាកធ្វើដោយខ្លួនឯងសាកមើល